ទូស្ដីអស់គ្នាចម្រាដោយសារមានភ្លៀងមានខ្យល់មានអីផងធ្វើឲ្យដើមទេយើងអត់មានសោភ័ណភាពហើយសម្រស់អត់សូវស្អាតអញ្ចឹងធ្វើឲ្យអារម្មណ៍នៃដើមទេហ្នឹងវាអត់សូវលូតលាស់មានផ្លែមានផ្កាយឲ្យបានច្រើននិងបែកមេសាខាអញ្ចឹងដូច្នេះក្នុងនាមយើងជាមនុស្សត្រូវតែពង្រឹងនៅសមត្ថភាពរបស់យើងបន្ថែមទៀតទៅលើរុក្ខជាតិនៃដើមទេហ្នឹងគឺអ្វីដែលនឹកឃើញហ្នឹងគឺថាយើងត្រូវតែកាប់គោនេះកាប់ដើមឈើយកមកពីខាងក្រោយហ្នឹងដើមម្សៅអីទេដើមថ្ងហ្នឹងហើយដើមថ្ងហ្នឹងដើមថ្ងរាងសាច់ណែតជាងដើមពីងពួងណាបើដើមម្សៅវារាងធំហ្នឹងហើយយើងចងវាដាក់មកគុំមកដើមមកគុំមកគោមកគុំមកគោអានេះបើសិនជាគិតថាម៉េចអូសិនជាយើងដាក់បកគោ2 3ទៅហើយយើងដាក់ឈើឲ្យវែងលក្ខណៈបដ ாய் មិនដែរហើយវាអាចយើងពិបាកយើងកាត់ស្មៅកាត់អីបើយើងចងមកគុំអញ្ចឹងល្អហ្នឹងវាអត់ចំណានគ្នាអញ្ចឹងវីដេអូមានប៉ុណ្ណឹងអ្នកនរគ្នាពីខ្ញុំតារាសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅថ្ងៃស្អែក